សួស្តី fan ទាំងអស់គ្នាថ្ងៃនេះ admin នាំយកភាគថ្មីរបស់រឿងជីវិតទី2របស់ Rui មកសម្រាប់ឲ្យ fan ទាំងអស់គ្នាបានទស្សនាបន្តទៀតហើយចាគឺភាគ7និងភាគ8តោះកុំឲ្យខាតពេលយូរយើងចូលសាច់រឿងរបស់យើងតែម្ដងទៅបន្តពីភាគមុនតួស្រីរបស់យើងបានយកពូថៅមកកាប់ទ្វារដើម្បីគំរាមឲ្យអ្នកបម្រើដែលជាគ្នារបស់ម្ដាយចុងនោះបើកទ្វារឲ្យតួស្រីរបស់យើងចេញមកក្រៅពេលចេញមកក្រៅភ្លាមតួស្រីបានលើកយកពូថៅមកគំរាមពួកអ្នកបម្រើហើយនិយាយថាទ្វារនេះតួប្រុសជាអ្នកកាប់ពួកឯងឮដែរឬទេអ្នកបម្រើក៏ឆ្លើយព្រមគ្នាទាំងភ័យថាយល់ហើយអ្នកនាងម្ចាស់តួប្រុសពេលឃើញរឹកពីរបស់តួស្រីបែបនោះក៏លួចញញឹមអ្នកបម្រើតួប្រុសក៏និយាយថាអ្នកនាងធំគ្រួសារលាវពិតជាគួរឲ្យខ្លាចមែនតួប្រុសក៏តបវិញថាឯងមិនដែលដឹងទេឲ្យតែស្រីស្អាតគឺសុទ្ធតែជាខ្លាកំណាចទាំងអស់តោះយើងឆាប់ចេញដំណើរទៅគោរពទេវតាអ្នកបម្រើតួប្រុសឮហើយក៏រួចញញឹមរួចនិយាយថាតាមពិតលោកប្រុសចូលចិត្តមនុស្សស្រីឆ្នះបែបនេះសោះមុនពេលធ្វើដំណើរចេញពីគ្រួសារលាវប្អូនស្រីរបស់តួស្រីក៏និយាយទៅកាន់តួស្រីថាបានរៀបការជាមួយគ្រួសារអ្នកមានឋានៈធំតើមានអ្វីអស្ចារ្យទៅចុងក្រោយនាងនៅតែចាញ់យើងដដែលមួយជីវិតនេះយើងនឹងទៅខ្ពស់ជាងនាងហើយនឹងឈ្នះនាងរហូតនិយាយរួចក៏ដើរចូលក្រេស្នែងទៅតួប្រុសពេលឃើញគេនិយាយចំអន់ឲ្យតួស្រីបែបនេះក៏រើសយកគ្រាប់គ្រួសមួយគ្រាប់រួចក៏ផ្ទាត់ឲ្យត្រូវជើងអ្នកសែងក្រេស្នែងដួលបណ្ដាលឲ្យប្អូនស្រីរបស់តួស្រីដែលនៅក្នុងនោះធ្លាក់ចេញមកក្រៅមនុស្សម្នាទាំងអស់ក៏នាំគ្នាសើចចំអកទៅលើប្អូនស្រីរបស់តួស្រីក៏សួរតួប្រុសថាលោកជាអ្នកធ្វើមែនទេតួប្រុសក៏តបទាំងញញឹមថាក្រែងប្អូនស្រីរបស់នាងចង់បានមុខមាត់នោះអីអញ្ចឹងឲ្យនាងល្បីម្ដងទៅតួប្រុសញញឹមរួចក៏កាន់ដៃតួស្រីដើរចូលក្រេស្នែងមុនពេលចេញទៅតួស្រីក៏និយាយចំអន់ទៅកាន់ប្អូនស្រីថាមើលទៅតើនរណាជាអ្នកឈ្នះប្អូនស្រីក៏តបភ្លាមនេះគ្រាន់តែជាការចាប់ផ្ដើមនោះទេឯងកុំទាន់អាលសប្បាយចិត្តអីថាបានឈ្នះយើងនោះពេលធ្វើដំណើរមកដល់ផ្ទះតួប្រុសភ្លាមតួស្រីរបស់យើងក៏បានគិតក្នុងចិត្តថាជីវិតលើកនេះយើងបានជ្រើសរៀបការជាមួយនឹងលោកអបរាយតូចមិនដឹងទេថាយើងនឹងទៅជាបែបណាតែទោះជាយ៉ាងណាក៏ដោយយើងមិនថាជារៀបការជាមួយនរណានោះទេយើងត្រូវតែមានជីវិតដ៏ល្អមួយគិតហើយក៏ដើរចូលមកក្នុងផ្ទះរបស់តួប្រុសអ្នកបម្រើក៏ស្រែកថាគោមង្គលត្រូវប៉ះឲ្យដល់ក្រណាត់ក្រហមតួស្រីក៏ខំចន្ទើតជើងតែក៏នៅតែមិនដល់បងថ្លៃរបស់តួប្រុសក៏ធ្វើជានិយាយថាអ្នកបម្រើយ៉ាងម៉េចហ្នឹងមិនចេះរៀបចំឲ្យល្អអញ្ចឹងតាមពិតខ្លួនគឺជាអ្នកបញ្ជាឲ្យអ្នកបម្រើរៀបចំនោះទេតួប្រុសក៏និយាយទៅកាន់តួស្រីថាមិនអីទេនិយាយរួចក៏ចាប់បីលើកតួស្រីឲ្យប៉ះទៅនឹងក្រណាត់ក្រហមនោះសាច់រឿងក៏កាត់មកដល់ពេលយប់អ្នកបម្រើរបស់តួស្រីបាននិយាយថាពិតជាសមជាផ្ទះរបស់លោកអបរាជមែនចានចង្កឹះសុទ្ធតែធ្វើអំពីមាសហើយដំណាក់នេះធំជាងផ្ទះរបស់យើង3ដងឯណោះអ្នកនាងនេះប្រសិនបើអ្នកនាងទី2បានឃើញច្បាស់ជាមានការស្ដាយស្លាប់ទៅហើយតួស្រីក៏តបថាបន្តិចទៀតជីវិតគេនឹងត្រូវសោកស្ដាយខ្លាំងជាងនេះទៅទៀតរឿងក៏កាត់មកប្អូនស្រីរបស់តួស្រីពេលដែលឃើញផ្ទះរបស់ប្តីហើយក៏រអ៊ូថាយើងដឹងថាគ្រួសារគេក្រតែមិននឹកស្មានថាក្រដល់ម្លឹងទេប្តីក៏ដើរចូលមកនិយាយលួនលោមប្រពន្ធនាងក៏និយាយប្រាប់ប្តីថាយប់នេះគ្រួសារលោកអបរាជតូចច្បាស់ជាមានរឿងល្អមើលជាមិនខាននៅឯផ្ទះរបស់តួប្រុសវិញមនុស្សស្រីដែលតួប្រុសបានទៅលួសខ្លួនពីបននោះបានសុំចូលមកជួបតួប្រុសតែត្រូវអ្នកបម្រើហាមឃាត់មិនឲ្យចូលពេលនោះបងប្រុសតួប្រុសបានឃើញរួចក៏និយាយថាស្រីម្នាក់នោះមកធ្វើអ្វីគ្រួសារយើងច្បាស់ជាស្អុយឈ្មោះដោយសារនាងប្រពន្ធពេលឮប្តីនិយាយបែបនោះហើយក៏តបថាគេច្បាស់ជាចូលមករកប្អូនរបស់បងនឹងហើយបើប្អូនបងកាន់តែស្អុយឈ្មោះបងច្បាស់ជាបានធ្វើជាអបរាជតូចជាមិនខាននិយាយរួចហើយក៏ដើរចូលទៅប្រាប់អ្នកបម្រើថាឲ្យនាងចូលមកស្រីម្នាក់នោះឮហើយក៏និយាយអរគុណរួចក៏ដើរចូលមកពេលនោះបងថ្លៃរបស់តួប្រុសក៏ខំនិយាយកុហកទៅកាន់ស្រីម្នាក់នោះថានាងទេដែលជាមនុស្សស្រីដំបងរបស់លោកអបរាជតូចលោកអបរាជតូចស្រឡាញ់នាងខ្លាំងណាស់ទៅខំទៅលួសនាងចេញមកតែគួរឲ្យស្ដាយនាងរੂអ៊ីអីគេនោះក៏ដណ្ដើមយកលោកអបរាជតូចទៅបាត់នាងគួរតែជាអ្នករៀបការជាមួយនឹងលោកអបរាជតូចស្រីម្នាក់នោះពេលឮហើយក៏និយាយថាមែនហើយខ្ញុំគួរតែរៀបការជាមួយនឹងលោកអបរាជតូចខ្ញុំគួរតែជាម្ចាស់នៅក្នុងដំណាក់មួយនេះបងថ្លៃក៏ធ្វើជានិយាយថាតើនាងនឹងធ្វើយ៉ាងម៉េចទៅតើនាងនឹងទៅអុកលោកធ្វើឲ្យពួកគេទាំងពីរឆ្លោះគ្នាមែនទេឮបែបនេះហើយស្រីម្នាក់នោះក៏ញញឹម
ព្រោះនាងគិតថាបើនាងទៅអុកឡុកតួស្រីនិងតួប្រុសយប់នេះច្បាស់ជាពួកគេឆ្លោះគ្នាហើយក៏អាចលែងលះគ្នាផងដែរចំណែកឯតួស្រីរបស់យើងដែលនៅក្នុងដំណាក់វិញអ្នកបម្រើរបស់នាងក៏បានយករូបគំនូរស្រាប់ស្រាលមួយមកឲ្យតួស្រីឃើញហើយក៏និយាយថានេះឯងយករូបអីមកឲ្យយើងហ្នឹងយើងចង់សួរឯងថាតើឯងហ្នឹងមានយកជើងជ្រូកមកដែរឬទេអ្នកបម្រើរបស់តួស្រីក៏តបថាអ្នកនាងលោកអបរាជតូចហាត់ក្បាច់គុនឡើង20ឆ្នាំទៅហើយគាត់ច្បាស់ជាមានកម្លាំងខ្លាំងអញ្ចឹងហើយទៅខ្ញុំយកមកឲ្យអ្នកនាងត្រៀមខ្លួននោះអីតួស្រីក៏អៀនហើយក៏គប់រូបគំនូរនោះចោលតែតួប្រុសក៏បានដើរមកហើយក៏ធ្វើឲ្យចំក្បាលរបស់តួប្រុសឃើញហើយក៏រើសយកមកតួស្រីក៏និយាយទាំងអៀនថាបើខ្ញុំប្រាប់លោកថាវាមិនមែនជារបស់ខ្ញុំតើលោកជឿខ្ញុំទេតួប្រុសក៏តបថាបើមិនមែនជារបស់នាងតើវាជារបស់អ្នកណាតួស្រីក៏និយាយថាវាគឺជារបស់អ្នកបម្រើរបស់ខ្ញុំអ្នកបម្រើក៏ធ្វើជាអ្នកនាងមានគេហៅខ្ញុំនៅខាងក្រៅខ្ញុំសុំចេញទៅហើយតួប្រុសក៏ធ្វើជាសួរតួស្រីថាខ្ញុំមិននឹកស្មានថានាងហ៊ានធ្វើបែបនេះទេតួស្រីអៀនណាស់នាងមិនឆ្លើយទេតួប្រុសក៏និយាយបន្ថែមថាខ្ញុំចង់បានន័យថានាងពិតជាក្លាហានណាស់ដែលហ៊ានយកពូថៅមកកាប់ទ្វារតួស្រីពេលលើបែបនោះនាងពិតជាអៀនខ្លាំងមែនទែនព្រោះមិនដឹងថាតួប្រុសចង់និយាយពីអីនៅមុននឹងនោះតួប្រុសដើរទៅជិតតួស្រីរួចក៏និយាយថាតើនាងគិតពីអ្វីដែរមុននេះទៅបានជាមុខនាងក្រហមយ៉ាងនេះតួប្រុសក៏យករូបគំនូរនោះមកមើលតួស្រីឃើញហើយក៏លើដណ្ដើមយករូបគំនូរនោះពីតួប្រុសវិញតែតួប្រុសមិនព្រមឲ្យនោះទេពួកគេទាំងពីរក៏ដណ្ដើមគ្នាទៅវិញទៅមកហើយរឿងរបស់យើងក៏បានស្លេះនៅត្រឹមនេះឯងអ្នកទាំងអស់គ្នាហើយអត់មានណាក៏សុំទោសផងបើមាននៅចំណុចខ្វះខាតអ្វីមួយអញ្ចឹងជួបគ្នានៅភាគក្រោយណាបាយបាយ